ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានភាពខ្លាំងមែនទែនដែលខ្ញុំកាប់ទៅខ្ញុំខាន់ចេញវីដេអូយូរហើយនៅពេលដែលខ្ញុំមានអារម្មណ៍ថាខ្លួនឯងហាក់បីដូចជាជាប់គាំងនៅកន្លែងណាមួយអញ្ចឹងណាប៉ុន្តែថ្ងៃនេះនៅពេលដែលខ្ញុំព្យាយាមអានសភៅខ្ញុំព្យាយាមនៅម្នាក់ឯងខ្ញុំព្យាយាមគិតឡើងវិញថាតើខ្ញុំពីមុនបាត់ទៅណាហើយដូច្នេះហើយខ្ញុំក៏ចាប់ផ្ដើមស្វែងរកខ្លួនឯងកាលពីមុនហើយឆ្ងល់ខ្លួនឯងកាលពីមុនហេតុអីក៏ធ្វើរឿងទាំងអស់នឹងបានហេតុអីក៏មានភាពក្លាហាននៅក្នុងការដែលដូចថាហ៊ានធ្វើឧទាហរណ៍ថាការចេញវីដេអូការនិយាយជាសាធារណៈផ្សេងៗអញ្ចឹងប៉ុន្តែមួយរយៈចុងក្រោយគឺខ្ញុំគ្មានអារម្មណ៍ធ្វើអីទាំងអស់សូម្បីតែការងារដែលខ្ញុំស្រឡាញ់ចំណងចំណូលចិត្តដែលខ្ញុំចង់ធ្វើក៏ខ្ញុំបាត់បង់ទាំងអស់នោះដែរតាមក៏ពិតទៅទាំងអស់ហ្នឹងបើខ្ញុំចាប់ផ្ដើមស្វែងរកខ្លួនឯងខ្ញុំចាប់ផ្ដើមសង្កេតខ្លួនឯងណាវាមិនទាន់ដល់ដំណាក់កាលជំងឺបាក់ទឹកចិត្តទេប៉ុន្តែវាគឺជាជំងឺមួយដែលធ្វើឲ្យយើងភ័យខ្លាចនៅពេលដែលយើងជួបមនុស្សហើយនឹងជួបព្រឹត្តិការណ៍ដែលធ្ងន់ចូលក្នុងជីវិតរបស់យើងនៅពេលដែលខ្ញុំស្វែងរកការអានសភៅមួយរយៈចុងក្រោយនេះពេលខ្លះខ្ញុំអានអត់ចូលទេប៉ុន្តែខ្ញុំបង្ខំខ្លួនឯងខ្ញុំអានរហូតដល់ពេលវេលាមួយនោះទើបខ្ញុំដឹងថាជីវិតមនុស្សម្នាក់អត់អាចម្នាក់អត់អាចគេចផុតនៅបញ្ហាដែលបានកើតឡើងឬក៏ព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងជីវិតរបស់យើងទេប៉ុន្តែគ្រាន់ថាពេលខ្លះយើងតែម្នាក់ឯងយើងមិនអាចទប់ជាប់នៅស្ថានភាពទាំងអស់នោះបានទេហើយនៅពេលដែលបញ្ហានឹងកើតឡើងយើងក៏មិនបានដោះស្រាយដែរយើងយកទុកទៅម្ដុំយើងយកទុកទៅម្ដុំយើងប្រាប់ខ្លួនឯងថាអត់អីទេអញ្ចឹងប៉ុន្តែនៅពេលមួយដែលវាវាយប្រហារយើងគ្រប់ច្រកគ្រប់ទីគ្រប់កន្លែងយើងអត់មានកន្លែងណាសម្រាប់ឈរជើងទៀតទេអញ្ចឹងសម្រាប់ខ្ញុំចាប់ផ្ដើមសង្កេតខ្លួនឯងខ្ញុំចាប់ផ្ដើមគិតថាអូខេខ្ញុំប្រហែលជាដួលរលំហើយភ្លាមហ្នឹងណាអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមបាត់បង់នៅឆន្ទៈបាត់បង់នៅចំណងការចង់ធ្វើអីការចង់ទៅណាការចង់ជួបអ្នកណាគឺខ្ញុំចាប់ផ្ដើមបិទខ្លួនឯងហ្មងអញ្ចឹងខ្ញុំមិនដឹងថាខ្លួនឯងកំពុងមានបញ្ហាអីប៉ុន្តែគ្រាន់តែអារម្មណ៍របស់ខ្ញុំគឺខ្ញុំអត់ចង់អ្វីដែលខ្ញុំចូលចិត្តពីមុនអ្វីដែលខ្ញុំស្រឡាញ់ពីមុនគឺខ្ញុំលែងខ្វល់ទាំងអស់ដល់ពេលខ្លះក៏អត់ចង់ខ្វល់នឹងរូបរាងខ្លួនឯងដែរដល់ពេលអញ្ចឹងខ្ញុំគិតថាពេលវេលាមួយហ្នឹងខ្ញុំគិតថាហេតុអីក៏ខ្ញុំទៅជាអញ្ចឹងហេតុអីក៏ខ្ញុំខ្លាចជាបែបហ្នឹងអញ្ចឹងណាអញ្ចឹងទៅខ្ញុំព្យាយាមកាយរសភៅចាស់ពីមុនខ្ញុំធ្លាប់អានខ្ញុំព្យាយាមធ្វើមិនដើម្បីឲ្យខ្លួនឯងត្រឡប់មកដូចដើមអញ្ចឹងទោះបីជាការជួបការជជែកអីក៏ខ្ញុំអត់មានអារម្មណ៍នឹងខ្លួនដែរជួបជាមួយអ្នកផ្សេងក៏ខ្ញុំអត់មានអារម្មណ៍នឹងខ្លួនដែរអញ្ចឹងខ្ញុំគិតថាខ្លួនឯងហាក់បីដូចជាមានជំងឺបាក់ទឹកចិត្តអញ្ចឹងតែគ្រាន់តែថាខ្ញុំខំប្រឹងព្យាយាមទាញខ្លួនឯងចាប់ដើមយប់ឡើងខ្ញុំគេអត់លក់ដល់ម៉ោង1ម៉ោង2យប់អីចឹងណាអញ្ចឹងហើយពេលដែលគេមិនលក់សូម្បីស្ដាប់អីក៏អត់ចូលអានអីក៏អត់កើតធ្វើឲ្យយើងមានអារម្មណ៍មួយថាតានតឹងក្នុងអារម្មណ៍ជំងឺភ័យខ្លាចចាប់ផ្ដើមកើតមកក្នុងខួរក្បាលយើងអញ្ចឹងណាដល់ពេលអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមគិតខ្លួនឯងសារជាថ្មីហើយខ្ញុំចាប់ផ្ដើមទៅមើលរូបភាពខ្លួនឯងចាស់កាលពីមុនដែលខ្ញុំធ្លាប់ផុសដែលខ្ញុំធ្លាប់ចែកម្លែកអញ្ចឹងខ្ញុំគិតថាជួបពីមុនមិនខ្ញុំធ្វើរឿងទាំងអស់នោះបានចុះឥឡូវមិនខ្ញុំមានអារម្មណ៍អត់មានសកម្មភាពចង់ធ្វើអីទាំងអស់តាមពិតទៅដោយសារតែមនុស្សហើយនឹងព្រឹត្តិការណ៍ដែលខ្ញុំជួបហ្នឹងគឺសិតតែធ្វើខ្ញុំបាក់ស្បាតខ្ញុំហ៊ាននិយាយថាអញ្ចឹងពេលខ្លះទៅសម្បីតែសាច់ញាតិបងប្អូនមួយចំនួនដែលយើងគិតថាយើងស្រឡាញ់រាប់អានស្មោះត្រង់ចេញពីចិត្តចេញពីបេះដូងដែលយើងធ្លាប់ជួយគេដែលយើងធ្លាប់មានតំណែងល្អជាមួយគ្នាអនុស្សាវរីយ៍ល្អជាមួយគ្នាតែនៅពេលដែលយើងជួបបញ្ហាទាំងអស់ហ្នឹងយើងទទួលយកអត់បានអញ្ចឹងយើងគិតថាប្រហែលជាមានតែយើងទេតែដល់ពេលខ្ញុំចាប់ផ្ដើមកលេចទៅមើលគ្រួសារអ្នកផ្សេងទៀតសម្បីតែបងប្អូនបង្កើតក៏មានការប្រឹងផ្ដាល់គ្នាមានការឆ្លោះគ្នាទៅដើមទ្រព្យសម្បត្តិគ្នាខ្ញុំគិតថាខ្ញុំចាប់ផ្ដើមប្រាប់ខ្លួនឯងថាមិនមែនមានតែខ្ញុំទេអ្នកផ្សេងទៀតក៏គេមានអញ្ចឹងដែរអញ្ចឹងវាបានដោះអារឿងហ្នឹងមួយបញ្ហាហ្នឹងមួយណាចាប់ផ្ដើមប្រាប់ខ្លួនឯងអញ្ចឹងថាអត់មានតំណែងតំណងណាអត់មានតំណែងនៅលើលោកគ្មានតំណែងតំណងណាដែលស្ថិតស្ថេរជាអមតៈឯងអាហ្នឹងមួយដែលខ្ញុំប្រាប់ខ្លួនឯងហើយខ្ញុំចាប់ផ្ដើមរំដោះខ្លួនឯងមួយទៀតតំណែងតំណងការងារនៅពេលដែលយើងទុកចិត្តយើងស្រឡាញ់យើងរាប់អានយើងជឿជាក់យើងខំប្រឹងប្រែងធ្វើប៉ុន្តែទីបំផុតគឺទម្លាក់កំហុសមកលើយើងហើយយើងគ្មានឱកាសសូម្បីតែបកស្រាយអាកន្លែងនោះមួយវាហាក់បីដូចជាបំបាក់ទឹកចិត្តយើងជន់ឈ្លីទឹកចិត្តយើងដល់បាតអញ្ចឹងហើយយើងប្រាប់ខ្លួនឯងថាអត់អីទេប៉ុន្តែតាមក៏ពិតអត់ទាំងអស់នោះវាកំពុងតែវាយសង្គ្រប់យើងក្នុងពេលតែមួយដែលយើងគិតថាបុគ្គលម្នាក់ហ្នឹងមេដឹកនាំម្នាក់ហ្នឹងគឺជាអ្នកដែលយើងទុកចិត្តគឺជាអ្នកដែលយើងជឿជាក់គឺជាអ្នកដែលយើងមានក្តីរំពឹងអញ្ចឹងណាហើយការលះបង់របស់យើងអត់មានចង់បានអីត្រឡប់មកវិញទេក្រៅពីចង់ឃើញបើសម្រាប់ខ្ញុំស្រឡាញ់ប្រទេសជាតិក្រៅពីចង់ឃើញប្រទេសជាតិនឹងល្អប្រសើរប៉ុន្តែនៅពេលដែលបុគ្គលម្នាក់នឹងធ្វើឲ្យខ្ញុំអស់ជំនឿបុគ្គលម្នាក់នឹងធ្វើឲ្យខ្ញុំមានការខកបំណងជាខ្លាំងណាមានន័យថាហាក់បីដូចជាវាយបំបាក់ទឹកចិត្តស្មារតីខ្ញុំមកឲ្យក្រាបដល់ដីអញ្ចឹងហើយខ្ញុំគ្មានឱកាសសម្បីតែបកស្រាយអញ្ចឹងហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាដូចផ្ទូនពេកដល់ពេលមួយរយៈចុងក្រោយមកទៀតចុងក្រោយថ្មីនេះគឺខ្ញុំបាត់បង់ម្ដាយខ្ញុំដោយគ្មានពាក្យលាសម្បីតែមួយម៉ាត់អញ្ចឹងខ្ញុំមានអារម្មណ៍មួយថាវាហាក់បីដូចជាការឈឺចាប់យើងដូចថាមិនអស់ចិត្តណាអញ្ចឹងទៅខ្ញុំមានអារម្មណ៍មួយថាខ្ញុំចង់បិទខ្លួនឯងខ្ញុំចង់ឃុំខ្លួនឯងនៅកន្លែងណាមួយអញ្ចឹងប៉ុន្តែដល់ពេលខ្ញុំគិតថាបើសិនជាខ្ញុំនៅបន្តបែបហ្នឹងណា
ខ្ញុំអត់អាចរើចេញពីគុកច្បាក់នឹងបានទេគឺខ្ញុំនៅតែបន្តវេទនាចឹងឯងចឹងខ្ញុំសួរខ្លួនឯងថាខ្ញុំពីមុនបាត់តាណាហើយមានមនុស្សម្នាក់ឆាតមកខ្ញុំសួរថាហេតុអីក៏ខ្ញុំខ្លាចជាមនុស្សបែបហ្នឹងតើខ្ញុំពីមុនបាត់តាណាខ្ញុំចាប់ផ្ដើមទៅ scroll មើល Facebook ខ្ញុំចាស់ៗហើយខ្ញុំគិតថាខ្ញុំពីមុនគឺជាមនុស្សម្នាក់ដែលបង្កើតភាពរីករាយគឺជាមនុស្សម្នាក់ដែលក្លាហានដែលមើងម៉ាត់ដែលមកចត់ហ៊ាននិយាយហ៊ានធ្វើអញ្ចឹងណាហើយហ៊ានលះបង់អញ្ចឹងទៅប៉ុន្តែបច្ចុប្បន្ននេះខ្ញុំអត់ចង់ធ្វើអីទាំងអស់អញ្ចឹងខ្ញុំចាប់ផ្ដើមទាញខ្លួនឯងចាប់ផ្ដើមសួរខ្លួនឯងថាខ្ញុំអានសភៅអស់ច្រើនណាស់ខ្ញុំជួបមនុស្សច្រើនណាស់ក្នុងសង្គមប្រភេទអីក៏ខ្ញុំជួបដែរអញ្ចឹងហេតុអីក៏ខ្ញុំមិនអាចទទួលស្គាល់ការពិតទាំងអស់នឹងបានអញ្ចឹងណាដល់ពេលរហូតមកដល់បច្ចុប្បន្ននេះរហូតដល់ថ្ងៃនេះណាខ្ញុំចាប់ផ្ដើមបណ្ដុះកម្លាំងចិត្តខ្លួនឯងមកវិញខ្ញុំចាប់ផ្ដើមប្រាប់ខ្លួនឯងវិញថាអ្វីដែលបាត់បង់វាបាត់បង់ទៅហើយអ្វីដែលវាឈឺចាប់ទៅហើយអ្វីដែលគេប្រមាថរួចទៅហើយអ្វីដែលគេជន់ឈ្លីរួចទៅហើយអ្វីដែលសំខាន់គឺខ្លួនយើងព្រមរើបំរាស់ព្រមដោះខ្លួនឯងចេញពីខ្នោះគ្នាទាំងអស់ហ្នឹងអញ្ចឹងអូខេខ្ញុំទទួលស្គាល់ថាថ្ងៃនេះផ្លូវចិត្តរបស់ខ្ញុំវារៀងប្រសើររៀងរឹងមាំជាងធម្មតាដោយសារតែកន្លងមកខ្ញុំទទួលច្រើនពេករឿងរបស់អ្នកណាក៏ខ្ញុំទទួលយកមកដោះស្រាយរឿងរបស់អ្នកណាក៏ខ្ញុំទទួលយកមកជួយរឿងរបស់អ្នកណាក៏ខ្ញុំចង់ដឹងចង់ឮចង់ដោះស្រាយដែរអញ្ចឹងរហូតមកដល់ពេលនេះទើបខ្ញុំដឹងថាខ្លួនឯងធ្ងន់ដូចជាទូលរ៉េអញ្ចឹងកាលពីឆ្នាំ2018ខ្ញុំធ្លាប់ទម្លាក់បន្ទុកផ្លូវចិត្តម្ដងហើយពេលនោះគឺខ្ញុំស្រឡះខ្ញុំស្អាតស្អំប៉ុន្តែក្រោយមកទៀតប្រហែលឆ្នាំចុងក្រោយនេះគឺខ្ញុំទទួលរងនៅដូចជាថ្មបាក់ច្រើនពេកអញ្ចឹងទៅវាធ្វើខ្ញុំមានអារម្មណ៍មួយថាហត់ធ្វើខ្ញុំមានអារម្មណ៍មួយថាធ្ងន់អញ្ចឹងរហូតដល់ពេលនេះខ្ញុំរកគ្រប់មធ្យោបាយដើម្បីរំដោះខ្លួនឯងដើម្បីដោះខ្លួនឯងចេញអំពីគុកច្បាក់ទាំងអស់ហ្នឹងដើម្បីដោះខ្លួនឯងចេញអំពីបញ្ហាទាំងអស់ហ្នឹងដើម្បីលើកលែងទោសឲ្យខ្លួនឯងដែលខ្លួនឯងធ្លាប់ធ្វើបាបផ្លូវចិត្តខ្លួនឯងអញ្ចឹងណាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាក៏ដូចគ្នាដែរអ្នកណាក៏រស់នៅក្នុងបញ្ហាអ្នកណាក៏រស់នៅក្នុងការដោះស្រាយដែរបើសិនជាយើងនៅតែព្យាយាមមិនទទួលស្គាល់ការពិតហើយនៅតែខំខាំងខ្លួនឯងអ្នកដែលពិបាកអ្នកដែលវេទនាគឺជារូបយើងអញ្ចឹងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាត្រូវតែរកវិធីដើម្បីដោះស្រាយមិនថាបញ្ហាអ្វីក៏ដោយរួមទាំងបញ្ហាសេដ្ឋកិច្ចនៅពេលដែលយើងមានបញ្ហាយើងត្រូវតែស្វែងរកដំណោះស្រាយខ្ញុំដឹងថានៅពេលដែលនិយាយអ្នកទាំងអស់គ្នាពេលដែលនិយាយគិតថាវាពិបាកប៉ុន្តែពេលដែលនិយាយយើងគិតថាស្រួលតែពេលធ្វើវាពិបាកប៉ុន្តែអត់មានការនិយាយណាហើយអត់មានសកម្មភាពឲ្យអាចដោះស្រាយបានទេសំខាន់តែយើងចង់បានអីយើងចង់ទៅណាយើងចង់ធ្វើអីទៅប៉ុណ្្នឹងឯងហើយខ្ញុំគិតថាជីវិតតទៅមុខទៀតវាមិនខ្វះទេបញ្ហាដែលចូលមកតែអ្វីដែលសំខាន់យើងហ៊ានប្រឈមមុខនៅក្នុងការដោះស្រាយវាទៅបានហើយចាអរគុណច្រើន